ខ្ញុំជឿថាពីណាក៏ដឹងដែរជីវិតអ្នកទីក្រុងគឺជីវិតហឺហាជីវិតអ្នកមានជីវិតភ្លើងពណ៌គឺសប្បាយមែនតើបើសិនជាយើងចង់នៅទីក្រុងប្រទេសអូស្ត្រាលីគឺគាត់បែងចែកការរស់នៅរបស់គាត់ជាពីរប្រភេទពេលដែលគាត់ក្មេងពេលដែលគាត់ចង់សប្បាយគឺគាត់ចង់នៅទីក្រុងដើម្បីទៅសាលារៀននិងធ្វើការដូច្នេះហើយអ្នកទាំងអស់គ្នាឃើញអ្នកនៅទីក្រុងសុទ្ធតែក្មេងៗសុទ្ធតែអ្នកធ្វើការចំណែកការរស់នៅមួយប្រភេទទៀតគឺការរស់នៅរបៀបគេហៅថាការចូលនិវត្តន៍ដូច្នេះមនុស្សភាគច្រើននៅក្នុងប្រទេសអូស្ត្រាលីពេលដែលគាត់ចាប់ពីអាយុ60ឆ្នាំឡើងទៅគឺគាត់ចាប់ផ្ដើមរកកន្លែងណាមួយដែលមានភាពស្ងៀមស្ងាត់ដូច្នេះมันអាចមានជីវិតបែបនោះនៅទីក្រុងបានទេដូច្នេះមនុស្សភាគច្រើនពេលដែលគាត់ចូលនិវត្តន៍គឺគាត់ត្រឡប់មករស់នៅតាមខេត្តវិញជីវិតនៅតាមខេត្តធ្វើឲ្យគាត់អាចដកដង្ហើមបានអាចមើលទេសភាពសមុទ្រស្អាតអាចដើរហាត់ប្រាណជារៀងរាល់ថ្ងៃនិងសប្បាយនឹងជីវិតមុនពេលគាត់ស្លាប់ទៅដូច្នេះហើយគាត់ធ្វើការលក់ផ្ទះរបស់គាត់នៅទីក្រុងនិងមកទិញនៅតាមខេត្តដូច្នេះយើងឃើញថាចាស់ជរាភាគច្រើននៅប្រទេសអូស្ត្រាលីគឺគាត់រស់នៅតែឯងជាមួយប្តីប្រពន្ធឬក៏តែម្នាក់ឯងពេលខ្លះដោយមិនមានកូនចៅអីនៅជិតទេដោយសារគាត់សម្រេចចិត្តបដូរទីលំនៅឆ្ងាយពីកន្លែងដែលគាត់ធ្លាប់រស់នៅដូច្នេះហើយមិនមានកូនមិនមានចៅមកជាមួយទេហើយជីវិតនេះគឺជាជីវិតធម្មតារបស់គាត់ភាគច្រើនគឺគាត់រស់នៅកន្លែងគេហៅថាមើលមនុស្សចាស់ឬក៏ nursing home